តាមនិយាយរឿងខ្មែរនៅធ្វើស្លាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើករឿងព្រះអាទិត្យថ្មីដែលចាស់ដែលជារឿងខ្មែរស្ថិតនៅក្នុងសម័យអាណានិគមបារាំងដែលនិពន្ធដោយលោកស៊ូនសូរិននៅក្នុងឆ្នាំ1960នៅឆ្នាំ1961ដែលមានចលនាអក្សរសាស្ត្រខ្មែរខេមរៈនិយមដែលឆ្លុះបញ្ចាំងពីសតិប្រជាជនខ្មែរក្រីក្រនាសម័យមុនអ្នកគ្នាបាទសាច់រឿងហ្នឹងចាសំគឺមានឪពុកម្ដាយដែលមានឈ្មោះថាពូសុកនិងមីងសដែលជាម្ដាយឪពុករបស់សំអ្នកគ្នាហើយក៏មានខ្មែរមួយក្រុមដែលហៅថាខ្មែរខេមរៈនិយមsorry ខ្មែរអិសរៈអ្នកទាំងអស់គ្នាបាទគឺជាអ្នកដែលបោះបោជាមួយនឹងជនជាតិបារាំងឬក៏ហៅថាអ្នកដែលមិនពេញចិត្តជាមួយនឹងបារាំងអីចឹងណាអ្នកទាំងអស់គ្នាហើយខ្មែរអិសរៈមួយក្រុមនោះក៏បានគិតថាឪពុករបស់សំគឺជាអ្នកដែលចូលដៃចូលជើងជាមួយនឹងបារាំងក៏បានសម្លាប់គាត់ចោលទៅអ្នកទាំងអស់គ្នាចំណែកឯម្ដាយសំវិញពេលដែលឃើញប្តីខ្លួនស្លាប់ក៏ស្លាប់តាមប្តីខ្លួនដែរទៅអ្នកទាំងអស់គ្នាចាស់វិញចំណែកឯសំគឺកំព្រាឲ្យការខ្លាំងមែនតើអ្នកនរគ្នាពេលដែលឪពុកម្ដាយរបស់ខ្លួនគឺបានស្លាប់អស់អញ្ចឹងហើយត្រូវបានខ្មែរអិសរៈមួយក្រុមក៏បានចោទគាត់ថាគាត់នឹងគឺជាអ្នកដែលចូលដៃចូលជើងជាមួយនឹងបារាំងអញ្ចឹងធ្វើឲ្យគាត់រត់ពីខេត្តខ្លួនពីខេត្តបាត់ដំបងទៅភ្នំពេញដើម្បីទៅធ្វើការហើយពេលដែលគាត់មកដល់ភ្នំពេញធ្វើការនោះគាត់ក៏បានជួបនារីស្រស់ស្អាតម្នាក់ដែលមានឈ្មោះថានាងសយហើយពួកគាត់ក៏បានស្រឡាញ់គ្នាហើយក៏បានរៀបការជាមួយនឹងគ្នាហើយពេលដែលគាត់ទៅដល់ភ្នំពេញនោះគាត់ក៏មានការងារថ្មីដែលហៅថាអ្នកធាក់ស៊ីក្លូអ្នកនរគ្នាអញ្ចឹងគាត់ត្រូវធាក់ស៊ីក្លូហ្នឹងជារៀងរាល់ថ្ងៃហើយស៊ីក្លូហ្នឹងគឺស៊ីក្លូដែលគាត់ត្រូវជួលគេអ្នកនរគ្នាអញ្ចឹងបញ្ជាក់ថាចេះនាពេលសម័យមុនណាអ្នកនរគ្នាសម័យនៅក្នុងរឿងហ្នឹងគឺលុយមានសារៈសំខាន់ខ្លាំងមែនទែនហើយមានតម្លៃខ្លាំងមែនទែនអ្នកនរគ្នាសម័យឥឡូវ$1គឺដូរបានម្រៀលគេហៅថាម៉ានម្រៀលដូរបាន4100អ្នកនរគ្នាហ្នឹងហើយពី4000ទៅ4100រៀលតែនៅសម័យមុនណា$1គឺដូរបានតែ35រៀលអ្នកនរគ្នាបានស្មើនឹង100លុយខ្មែរហ្នឹងបានទិញស្ករគាត់ប្រក្រផងហ្នឹងអ្នកនរគ្នាហើយស៊ីក្លូដែលគាត់ជួហ្នឹងគឺមួយថ្ងៃគឺត្រូវជួឲ្យលុយគេ30រៀលអ្នកនរគ្នាហើយតកែស៊ីក្លូហ្នឹងគឺមានឈ្មោះថាអ្នកស្រីកំលេងអ្នកនរគ្នាអ្នកស្រីកំលេងហើយពេលដែលស៊ីក្លូរបស់គាត់ជួហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃគាត់អត់មានលុយឲ្យគេអញ្ចឹងទៅដោយសារគាត់ពិបាករកលុយពេកអ្នកនរគ្នារកលុយអត់បានអញ្ចឹងទៅគាត់អត់មានលុយឲ្យខែស៊ីក្លូទៅតែខែស៊ីក្លូហ្នឹងក៏បានដកហូស៊ីក្លូនឹងគាត់ចេញទៅដល់អស់គ្នាធ្វើឲ្យគាត់អត់មានប្រាក់ចំណូលចូលដល់អស់គ្នាអញ្ចឹងគាត់អត់មានលុយនៅក្នុងខ្លួនហ្មងប្រពន្ធរបស់គាត់ក៏ដឹងថាមិនបានជួយប្តីគាត់ក៏បានសម្រេចចិត្តទៅធ្វើការជាអ្នកបោះជួយនៅក្នុងផ្ទះថៅកែមួយដែលមានឈ្មោះថាថៅកែហុកដល់អស់គ្នាប៉ុន្តែថៅកែហ្នឹងគឺមានចិត្តដេរឆានបាទគឺចង់រំលោភនាងសយបាទហើយរំលោភបានសម្រាប់ទៀតដល់អស់គ្នាបាទសេតខ្លាំងមែនតើរំលោភប្រពន្ធគេហើយពេលនោះនាងសយក៏បានទៅប្រាប់ប្តីរបស់គាត់ដែលជាសំហ្នឹងថាថៅកែហុកហ្នឹងគឺបានរំលោភគាត់បាទហើយពេលដែលសំឬប្រពន្ធគាត់និយាយអញ្ចឹងដល់អស់គ្នាគឺគាត់ពុះគាត់ឆ្លោះដូចអាលឿកក្តៅចឹងដល់អស់គ្នាគឺគាត់ត្រូវតែទៅផ្ទះថៅកែហុកហ្នឹងដើម្បីទៅសម្លាប់ឬក៏វាយដំធាក់ប៉ុន្តែពេលដែលគាត់ទៅដល់ហ្នឹងគាត់មានដៃអត់មានគាត់មានដៃគាត់មានកភ្លើងអត់មានកបាត់មានអីនៅខ្លួនទេដល់អស់គ្នាហើយពេលនោះថៅកែហុកហ្នឹងក៏បាននិយាយថាចេះបើសិនជាវាយដំធាក់គាត់ហ្នឹងគឺអត់បានប្រយោជន៍អីទេចាំទៅឱកាសហ្នឹងឲ្យគាត់ទៅហើយចាំគាត់ឲ្យលុយបាទអញ្ចឹងហើយសំហ្នឹងក៏បានគិតថាចាក់យកលុយវិញណាបើសិនវាយឲ្យដើរចូលគុកដដែលមិនខាតគាត់ប៉ុន្តែថៅកែហុកហ្នឹងគឺប្រើល្បិចសោះដល់អស់គ្នាបោកថាចូលយកលុយឲ្យប៉ុន្តែមិនឲ្យលុយផងទៅយកកភ្លើងដើម្បីមកភ្ជុំសំវិញទៅដល់អស់គ្នាចាំបានថាសំហ្នឹងចាញ់ខុសគេហើយថៅកែហុកហ្នឹងក៏បានប្តឹងប៉ូលីសទៀតដល់អស់គ្នាបាទប្តឹងប៉ូលីសហើយក៏ចាប់គាត់ដាក់គុកអស់រយៈពេល3ខែបាទគាត់ជួបគុកអស់រយៈពេល3ខែពេលដែលគាត់ចេញពីគុកវិញដល់អស់គ្នាក៏បានទៅជួបប្រពន្ធគាត់ជួបប្រពន្ធគាត់ហើយក៏បានជួបយាយកាននេះគឺជាយាយមួយដែលចិត្តល្អខ្លាំងមែនតើក៏ឲ្យស៊ីក្លូគាត់ហ្នឹងធាក់ស៊ីក្លូដើម្បីគេហៅថាចិញ្ចឹមជីវិតអីចឹងទៅដើម្បីរកលុយរកអីចឹងទៅបាទសយសាញ់សយដល់ពេលព្រឹកឡើងស្អែកឡើងធាក់ស៊ីក្លូក៏ត្រូវឡាត់បុកដេញបែបអត់ខែទៀតងាប់ជីវិតដឹងស្អីទេរឿងស្អីឃើញតែជាប់គុកចូលប៉ែតជួបគុកចូលប៉ែតរឿងអីចឹងពេលដែលគាត់ចេញពីប៉ែតហ្នឹងអស់មួយខែហ្នឹងគាត់ដឹងថាត្រូវរកការងារអីគាត់ក៏បានសម្រេចចិត្តចូលរោងចក្រផលិតស៊ីប៊ូអ្នកនរគ្នាបាទហើយពេលហ្នឹងគាត់ប្រឹងធ្វើការខ្លាំងមែនតើហើយបងកម្មករនៅក្នុងហ្នឹងហើយជាមួយថៅកែគឺសរសើរគាត់ខ្លាំងមែនតើដោយសារអីគាត់ថាគាត់គឺជាមនុស្សម្នាក់ដែលប្រកែធ្វើការខ្លាំងមែនតើគាត់ឧស្សាហ៍ព្យាយាមអញ្ចឹងអ្នកនរគ្នាក៏បានលើកតំណែងគាត់គេហៅថាមេកាហើយមេកាសម័យមុនគេហៅថាអីគេកាបូរ៉ាអ្នកនរគ្នាបាទសម័យមុនគេហៅថាកាបូរ៉ាអញ្ចឹងបានន័យថាជាមេកាហើយថ្ងៃមួយថៅកែនោះក៏បានមានចិត្តចង់ដេញកម្មករខ្មែរចេញដើម្បីយកកម្មករចិនប៉ុន្តែសំគឺសម្រាប់ចិត្តថាអត់ទេអត់ព្រមធ្វើចឹងទេដោយសារអីគាត់គឺជាជនជាតិខ្មែរគាត់ស្រឡាញ់ជនជាតិខ្មែរចឹងគាត់ឲ្យចិនមកចូលធ្វើការអីទេបាទហើយថៅកែនោះក៏បានដេញសំចេញពីកន្លែងធ្វើការបាត់ទៅហើយក៏បានចូលទៅធ្វើរោងចក្រមួយទៀតអ្នកនរគ្នាហើយថៅកែរោងចក្រនោះក៏មានគំនិតដូចរោងចក្រចាស់ដែរអ្នកនរគ្នាចង់ដេញកម្មករខ្មែរចេញហើយគាត់ក៏ត្រូវបានគេដេញចេញដូចគ្នាហើយចូលរោងចក្រមួយទៀតក៏គេដេញចេញទៀតអញ្ចឹង3រោងចក្រដែលគេដេញចេញអ្នកនរគ្នាបាទសម្រាប់សម្រួលមកគឺគាត់អត់មានការងារធ្វើទៀតអ្នកនរគ្នាស្អីគេដេញចេញអស់ល្ងាចហ្នឹងហើយស្របពេលនោះពេលដែលគេដេញចេញពីរោងចក្រក៏អត់មានការងារធ្វើអត់មានប្រាក់ចំណូលក៏គេហៅថាប្រពន្ធរបស់គាត់ដល់ពេលវេលាត្រូវឆ្លងតលេអញ្ចឹងណាអ្នកនរគ្នាហើយសំខាន់ឆ្លងតលេហ្នឹងអត់ដឹងថាកូនគាត់គឺកូនតកែទៀតអ្នកនរគ្នាអើយបាទហើយគាត់អត់មានលុយគាត់ក៏បានរត់ទៅរកពេទ្យគេហៅថាពេទ្យនូរីគ្រូពេទ្យហ្នឹងឈ្មោះថាពេទ្យនូរីអញ្ចឹងណាអ្នកនរគ្នាតែពេទ្យនូរីហ្នឹងគឺអត់ជួយគាត់ទេដោយសារអីដល់តែមានលុយបើគេព្រមឆ្លងតលេបើអត់លុយទេមិនមកហៅគាត់ទេគាត់យកទេគាត់អត់ព្រមឆ្លងអីទេហើយគាត់អត់ដឹងថាត្រូវធ្វើម៉េចទេអញ្ចឹងគាត់មានគាត់រត់ទៅរកគេហៅថាពេទ្យឈ្មោះបុរាណអញ្ចឹងណាដែលមានឈ្មោះថាយាយ
เฟ้งจมูกนั่งใหญ่เป้าหนักเนี่ยมาช่วยสำหรับกองแต่อากาศอะไรหนักเนี่ยปะปนปะกอดกับสลับกองปะกอดกับสลับจังเธอก็มีประเด็นสลายคลามันเตยให้ก็ได้ตายตามเหมือนดังท่ากองได้ปะกอดถังเตยแน่สำคัญปะปนกองสลับเอาให้เดอะเบสไอคล้ายได้ตามเลยผลิตจักรเนี่ยเดี๋ยวซาไอ้เดี๋ยวซาผลิตนั่นกระทาจะบกก็คือเสดียงหนึ่งเนี่ยแต่ก็ตามจับหนักหนึ่งให้เอาเด็กกบปีง่ายดอกเนี่ยเด็กกบปีง่ายชัดแต่เมียนบอกเออยังแต่ซาวบอกไม่ยังใหญ่แม่ซ้อมนะว่าคือngày ngàyโจตะกกจุ่มโจแปดโจกกโจแปดก็ได้กกอะไรอย่างเป็นง่ายดอกเนี่ยเป็นแต่ก็เจ็บปีกกเว้นก็มีอะไรท่าก็เคลียนคลั่งเหมือนแต่ให้ก็อเมนเลยนักหนุกครูนี่ให้ก็ดังท่าถือเธอไอ้ตันนาตันไหนดอกเนี่ยซาไอ้ก็อเมนตีปังนี่ให้ก็ก่อไปกำเนิดมุ้ยท้าก็จับพลังแกดอกเนี่ยก็เคยอย่างนี้มันเนี่ยกันกระบอกลอยซับกับลอยจังนะให้ปัตตาก็กันสาวทอมุ้ยทานแจ้ก็ท่าก็กูถือจังได้เดี๋ยวซาไอ้ก็เชียร์สเปียบเราไอ้จังนะให้ก็ย่อหลังแกด่าหลังครูไอ้ก็จังไอ้เนี่ยเดี๋ยวเต้นชื่อจับเดี๋ยวซาตะกวาเต้เดี๋ยวซาไอ้พลังแกเต้เกมชื่อจักแกบัดบองเลยบอกให้ดอกเนี่ยปัตตาก็สำหรับเช็ดมุ้ยทานแจ้มันจะก็อัพลอนเต้ก็เคลียร์แบล็คบุ๊กสลับไปดอกเนี่ยเดี๋ยวซาไอ้สลับทอสมัยมันคือเสียบการได้ดอกเนี่ยบ้าคือสีแต่ลอยเมียนลอยคือชนะออกลอยคือจังบ้าให้เป็นก็ขอใบกับนับก็โจตะพลอนเดี๋ยวนี้มันนูเตยดอกเนี่ยเป็นก็พลอนบ้านให้ก็ใบกับบุกมัดซับแต่ลอยให้เป็นก็กระทาแจ้มันสั่นจีโยลอยนั่นเตยในสองเว้นไอ้ดับเด็กซีใจบ้านยูคลางเหมือนเต้นปัตตาก็กระทาแจ้อัดกาวได้จอมก็ถอยแต่เอากับบุกเลยตะเกียบเว้นเดี๋ยวซาไอ้ก็แม่หลังทางก็ข้อเนี่ยเนี่ยบ้าก็กับบ้านย้อนตาเอากระบอกเลยนั่นคือเว้นให้ไปด่าเอากระบอกเลยคือเว้นนะแกไม่บางเตรกอ้อยเนี่ยเอาคลีให้น่ะเนี่ยถ่ายเก็บพลอนน้ำมินชมุท้าสบัดเนี่ยสไลสบัดว้าวอุ้ยชมุตาสบัดให้เป็นลอยเท่าบ้าก็จับก็ดักก็อ่อนอยากเป้บมวยแค่เป้แล้วก็ใจบิดก็เว้นอ่อนอยากเป้บมวยแค่นั้นก็ด่าตามเพลคือเมียหลังท่าชิวพัดก็คืออัพโอคลามาเต้นเบียบท่าแปรตัดคือเล็กบัดช่างไม่เป็นเลยให้ก็ด่าก็ถอยล้างบกนะเอาคลีให้ล้างบกก็นั่นคือจีล้างนิยรอมเตรเตี้ยไอ้ยาบ้าให้นิยรอมเตรก็จังมาสู้ทันเจ้าท่าไม่เหนื่อยการล้างแมนให้ก็กระทาไม่เหนื่อยการล้างไอ้บางไม่เหนื่อยการล้างก็อ่านซองลอยบางเอาเธอกระทาเจ้าใบซองลอยเย่เอาแต่การเงี้ยก็เธอมาให้เป็นนึกว่าก็คอมเมนต์การเงี้ยเพื่อนเอาคลีก็แต่เธอการเงี้ยจะมันรอมเตรนังโอให้เป็นก็สบายจะทำแต่ชีวิตบอกก็คือพลื้โดยการหาทางของตูมไม้จังนั้นเอาคลีบางก็สบายจะทำแต่คือสักถึงก็มีแต่ปัญหาเอาคลีบ้า